សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានអ្នកទាំងអស់គ្នាអំពីរបៀបដូរពាក្យសម្ងាត់ឬក៏ password នៅលើទូរស័ព្ទដៃដែលយើងកំពុងតែប្រើហ្នឹងបានន័យថា account យើងកំពុងតែប្រើប៉ុន្តែ account ហ្នឹងគឺយើងអត់ចាំ password ទេប៉ុន្តែយើងនៅប្រើបានធម្មតាអញ្ចឹងគឺយើងអាចចូលទៅដូរ password បានដោយអ្នកទាំងអស់គ្នាចូលទៅកាន់ Gmail នៅលើទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាហើយចុចមើលកន្លែង icon នៃកម្មវិធីហ្នឹងគឺបើ Gmail របស់អ្នកទាំងអស់គ្នានៅខាងលើស្ដាំដៃហ្នឹងហើយអ្នកនរនឹងឃើញពាក្យថា manage your Google account អញ្ចឹងចុចចូលទៅក្នុងហ្នឹងមកហើយយើងអូសមកខាងក្រោមអញ្ចឹងនៅក្នុងនេះមានពីរកន្លែងដែលអាចឲ្យយើងដូរ password បានទី1គឺ Google password និងមួយទៀតនៅក្នុង security sign in អញ្ចឹងពីច្រើនខ្ញុំដូរនៅក្នុង security sign in នេះប៉ុន្តែនៅក្នុងនេះអ្នកនរអាចចូលដូរបានដូចគ្នាគ្រាន់តែនៅក្នុងនេះអ្នកនរចូលទៅដូរទៅហើយវាតម្រូវឲ្យបើទូរស័ព្ទយើងមាន scan កញ្ចក់ដៃត្រូវឲ្យដោះ scan កញ្ចក់ដៃសិនហើយបានចូលមកដូរបានហើយមួយកន្លែងទៀតគឺនៅក្នុងនេះ security sign in នេះហើយយើង scroll មកខាងក្រោមយើងនឹងឃើញពាក្យថា password អញ្ចឹងគឺយើងចុចចូលមកវាចេញដូរ password បានដូចគ្នាហើយរបៀបនៃការដូរ password អ្នកនរគ្នាគួរតែប្រើ password ណាដែលមានជានិមិត្តសញ្ញាមានជាតួអក្សរជាមួយនឹងលេខកុំប្រើ password ដាក់តែលេខអីក្រេ4ក្រេ8អីចឹងឬក៏1 2 3 18អីចឹងទៅវាអត់សូវមានសុវត្ថិភាពអញ្ចឹងអ្នកនរគ្នាអាចប្រើជាហើយខ្ញុំឧទាហរណ៍វាយចេះមកដុល្លារចេញមេសញ្ញាចឹងទៅដាក់48អីចឹងមកហើយចឹងមកមានលេខមានអីចឹងទៅហើយថែមនិមិត្តសញ្ញានេះវា password ហ្នឹងគឺយើងរៀងពិបាកវាយបន្តិចប៉ុន្តែវាអាចនឹងសុវត្ថិភាពខ្ពស់សម្រាប់អ្នកទាំងគ្នាដែលប្រើអញ្ចឹងពួកអ្នកទាំងគ្នាប្រើតែក្រេ4ក្រេ8គេស្គាល់តែ Gmail របស់អ្នកទាំងគ្នាគេក៏យក password ទៅតេសលេងក៏គេអាច login ចូលបានដែរអញ្ចឹងវាអត់សូវល្អឬក៏អត់សូវមានសុវត្ថិភាពសម្រាប់អ្នកទាំងគ្នាទេហើយអ្នកទាំងគ្នាវាយ password ហើយអ្នកទាំងគ្នាគ្រាន់តែធ្វើការ copy មកហើយមកផាសខាងក្រោមមកព្រោះពីរហ្នឹងវាត្រូវការឲ្យដូចគ្នា confirm ហើយអ្នកទាំងគ្នាចុច change password អញ្ចឹងឥឡូវយើងចុច change password អញ្ចឹងនៅពេលដែលអ្នកនរគ្នាចុចchange password មកបើសិនជាបានន័យថា password របស់អ្នកនរគ្នាប្រើនៅលើទូរស័ព្ទពីរវានឹងបង្ហាញដូចខ្ញុំបែបនេះគឺទី1គឺ device ដែលយើងកំពុងតែប្រើហើយមួយទៀតគឺ Vivo V18 ហ្នឹងគឺជា Vivo ដែលខ្ញុំប្រើដែលខ្ញុំធ្លាប់ login អញ្ចឹងគឺយើងបដូរចុច change ទៅវានឹងបដូរគ្រប់ device បានន័យថាបើសិនជាអ្នកទាំងអស់គ្នាប្រើទូរស័ព្ទពីរអ្នកទាំងអស់គ្នាត្រូវយក password ថ្មីទៅ log ជាមួយ Gmail យើងនៅលើទូរស័ព្ទថ្មីអញ្ចឹងទៅបានយើងអាចប្រើបានអញ្ចឹងណាអញ្ចឹងយើងចុចធ្វើការ change ទៅអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាធ្វើការ change ហើយវានឹង load ពាក្យថា password ត្រូវបាន change ហើយយើងប៉ុណ្្នឹងទៅគឺយើងបានដូរ password ហើយអ្នកទាំងអស់គ្នាអាចចុច get start ហ្នឹងទៅហើយវានឹងបានដូរហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នារបៀបដូរ password នៅលើទូរស័ព្ទដៃដែលយើងភ្លេចប៉ុន្តែ account យើងគឺនៅប្រើបានធម្មតាគ្រាន់តែថាយើងអត់អាចយក account ហ្នឹងទៅ login នៅលើទូរស័ព្ទណាមួយទៀតអញ្ចឹងណាដោយសារយើងភ្លេច password អូខេអញ្ចឹងវីដេអូនេះដូរហើយបើមានកន្លែងណាខុសឆ្គងក៏សូមអ្នកទាំងគ្នាអធិស្ឋានផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ